បាទសូមអនុញ្ញាតគ្រប់នឹងជំរាបសួរទៅដល់មិត្តអ្នកសិក្សាភាសាអង់គ្លេសទាំងអស់បាទថ្ងៃនេះដែរខ្ញុំមកចែករំលែកទាក់ទងនឹងពាក្យមួយដែលខ្ញុំបានសិក្សាកន្លងមកដែរហើយគឺខ្ញុំក៏ចែករំលែកទៅដល់អ្នកទាំងអស់គ្នាទៅបាទកន្លងអ្នកទាំងអស់គ្នាអានខុសបាទពាក្យហ្នឹងយើងពាក្យមួយដែលយើងអានផ្សេងគ្នាណាបាទពាក្យតែមួយយើងអានផ្សេងគ្នាហើយអត្ថន័យផ្សេងគ្នាថ្នាក់ពាក្យរបស់វាក៏ផ្សេងគ្នាដែរមួយថ្នាក់ពាក្យជាកិរិយាសព្ទមួយទៀតថ្នាក់ពាក្យវាជានាមអញ្ចឹងពាក្យនេះយើងអានទូទៅយើងអានថា lead ប៉ុន្តែយើងប្រែថាដឹកនាំបាទសូមអធិស្ឋានពាក្យនេះយើងអានថា lead យើងប្រែថាអ្នកដឹកនាំថ្នាក់ពាក្យវាជាកិរិយាសព្ទហើយយើងអានថា led យើងប្រែថាប្រភេទដែកម្យ៉ាងរៀងទុនថ្នាក់ពាក្យវាជានាមវិញបាទអញ្ចឹងចាំមើលឧទាហរណ៍ណាដឹងថាពាក្យហ្នឹងវាអានថាឧទាហរណ៍ថាម៉េចខ្លះណាបាទនេះយើងអានថា lead បាទមិនយើងអានអញ្ចឹងដោយសារយើងពឹងផ្អែកទៅលើ phonetic symbol បើសិនជាយើងមើលទៅលើ phonic យើងអានថា lead ដូចគ្នាហើយណាបាទអញ្ចឹងបានអ្នកទាំងអស់គ្នាសូមយើងរៀននៅនិមិត្តសញ្ញាសំឡេងផងណាព្យាយាមយើងពាក្យមួយយើងអានខុសគ្នាអញ្ចឹងយើងអានថា lead ដូចគ្នាណាប៉ុន្តែពាក្យនេះយើងអានថា lead បាទពាក្យមួយទៀតពាក្យនឹងដដែលយើងអានថា led ដែរណាបាទអញ្ចឹង lead នេះយើងប្រែថាដឹកនាំឬក៏នាំទៅរកយើងមើលនេះចាំមើលshe will lead the team she will lead the team នាងនឹងដឹកនាំក្រុមឃើញទេយើងថាវាជាកិរិយាសព្ទហើយណាដែលសារនៅក្រោយ will ជា modal verb ណាបាទអញ្ចឹងវាជាកិរិយាសព្ទចំណែកនេះ this road leads to the park ផ្លូវនេះនាំទៅរកសួនច្បារឬក៏ផ្លូវនេះនាំទៅរកឧទ្យានណាបាទអញ្ចឹងពាក្យនេះយើងអានថា lead ថ្នាក់ពាក្យវាជាកិរិយាសព្ទយើងប្រែថាដឹកនាំបាទចំណែកឯពាក្យនេះវិញយើងអានថា led វិញបាទទៅស្អីដូចគ្នាបេះបិទណាបាទយើងមើល phonetic symbol យើងអានថា lead ដែរហើយណាតែតាមពិតពាក្យហ្នឹងយើងអានថា led ទេនៅពេលដែលវាថ្នាក់ពាក្យជានាមអញ្ចឹងវាថ្នាក់ពាក្យជានាមយើងប្រែថាប្រភេទដែកណាពាក្យហ្នឹងយើងអានថា led ដូចជាពាក្យនេះ clear នេះគេថា this pie is made of lead this pie is made of lead ឃើញទេបំពង់ទយោនេះត្រូវបានប្រឡិតឡើងគឺត្រូវបានប្រឡិតឡើងដោយដែកទន់ណាបាទជាមួយឧទាហរណ៍មួយទៀត old water pies were made of lead បំពង់ទឹកចាស់នោះត្រូវបានប្រឡិតឡើងដោយប្រភេទដែកទន់ឃើញទេអញ្ចឹងពាក្យនេះយើងអានថា lead ដោយសារតែវាថ្នាក់ពាក្យវាជានាមណាបាទនេះថ្នាក់ពាក្យជានាមដែរអញ្ចឹងយើងប្រែថាបំពង់ទឹកសូមអធិស្ឋានប្រែថាប្រភេទដែកម្យ៉ាងរៀងទន់ណាបាទយើងអានថា lead នេះយើងអានថា lead ឬក៏ leader ណាបាទ leader ថ្នាក់ពាក្យជានាមដែរថែម er នេះទៅប្រែថាអ្នកដឹកនាំវិញណាបាទអញ្ចឹងខ្ញុំបង្ហាញតែពាក្យ lead ទេណាបាទឬក៏ lead កុំឲ្យគ្នាយើងច្រឡំដូចជារូបខ្ញុំដែរណាប៉ុន្តែពេលនេះខ្ញុំលែងច្រឡំទៀតហើយដោយសារយើងបានដឹងទាំងអស់គ្នាណាខ្ញុំចែករំលែកអ្នកទាំងអស់គ្នាកុំឲ្យអ្នកទាំងអស់គ្នាច្រឡំអញ្ចឹងបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេណាបើសិនជាអ្នកទាំងអស់គ្នាចង់បានពាក្យថ្មីទៀតសូមកុំភ្លេច Subscribe ផងណាខ្ញុំនឹងព្យាយាមមកចែករំលែកអ្វីដែលខ្ញុំបានសិក្សាកន្លងមកដែរណាជូនដល់អ្នកទាំងអស់គ្នាបាទសូមអរគុណច្រើនសូមជម្រាបលាអរគុណច្រើនបាយបាយ